នាងខ្ញុំឈ្មោះហ៊ឺស្រីវិនាងខ្ញុំឈ្មោះរំចាន់លីដានាងខ្ញុំឈ្មោះចន្ទថាដវិននាងខ្ញុំឈ្មោះជឿនឡៃហៀងនាងខ្ញុំឈ្មោះសចន្ទថននាងខ្ញុំឈ្មោះតោសាក់ស៊ីនាងខ្ញុំឈ្មោះច័ន្ទសិមីខ្ញុំបាទឈ្មោះប៉ុនឆៃបុត្រនេះជាបណ្ណាល័យសម្រាប់ឲ្យសិស្សសិស្សមកសិក្សាស្រាវជ្រាវផ្សេងៗអត់អញចាប់ផងដល់មកចូលរៀនបាក់តែយើងអាចផ្សេងសភៅទៅអាននៅផ្ទះបន្តទៀតបានតើក៏ប៉ុន្តែបច្ចុប្បន្ននេះនៅក្នុងបណ្ណាល័យយើងមានការផ្សេងសងសភៅតាមមានរបៀបរៀបរយផងហ្នឹងចុះបើយើងមានការចម្រុះមួយសម្រាប់ជួយការងារក្នុងបណ្ណាល័យគឺចូលជាអញ្ចឹងខ្ញុំតាមកម្រងអារណូស្មាត Library System មកទៅតើអ្វីទៅគឺជាកម្រងអារណូ Smart Library System តើវាផ្ដល់ផលប្រយោជន៍និងមានបញ្ហាប្រឈមអ្វីខ្លះក្នុងការអនុវត្តកម្រងមួយនេះគម្រោង Arduino Smart Library System គឺជាប្រព័ន្ធបណ្ណាល័យឆ្លាតវៃដែលប្រើ Arduino ESP32 និងបច្ចេកវិទ្យា ORHID ដើម្បីធ្វើការគ្រប់គ្រងសភៅកាន់តែមានភាពងាយស្រួលនិងឆ្លាតវៃក្នុងការអនុវត្តគម្រោងនេះពួកយើងជួបបញ្ហាប្រឈមដូចជាទី1ខ្វះខាតឧបករណ៍បច្ចេកវិទ្យាទី2បញ្ហាបច្ចេកទេសក្នុងប្រព័ន្ធនិងទី3បញ្ហាអ៊ីនធឺណិតនិងអគ្គិសនីមិនមានស្ថិរភាពនិងទី4បញ្ហាអ្នកប្រើប្រាស់មិនទាន់ស្គាល់ពីរបៀបប្រើប្រាស់និងទី5បញ្ហាបាកូដនិង QR code ខូចរូបបានទី6ខ្វះខាតថវិកានិងពេលវេលាទី7ខ្វះខាតជំនាញបច្ចេកវិទ្យានិងទី8តម្រូវការជំនាញផ្នែក Digital ក្នុងគម្រោងនេះផងដែរមានអត្ថប្រយោជន៍ដូចជាបង្កើនជំនាញការសរសេរកូដអភិវឌ្ឍចំណេះដឹងផ្នែកអេឡិចត្រូនិកជួយសិស្សអនុវត្តការរៀនតាមបច្ចេកវិទ្យាបង្កើនសមត្ថភាពដោះស្រាយបញ្ហាលើកកម្ពស់ការងារជាក្រុមនិងការចែករំលែកគំនិតជំរុញការច្នៃប្រឌិតនិងនវានុវត្តន៍បង្កើតបរិយាកាស STEM នៅក្នុងបណ្ណាល័យត្រៀមជំនាញវិស័យ IT និងវិស្វកម្មបង្កើនការចូលរួមយុវវ័យនៅក្នុងសកម្មភាពបច្ចេកវិទ្យាធ្វើឲ្យបណ្ណាល័យក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យាដ៏ទំនើបការនិយាយអំពីគ្រឿងបង្គុំនិងការតភ្ជាប់គ្រឿងបង្គុំពួកយើងមានគ្រឿងបង្គុំដូចជា ESP32 គឺជាបន្ទះមេបញ្ជាដែលមានសមត្ថភាពខ្ពស់វាមាននីតិជាខួរក្បាលទទួលទិន្នន័យគណនានិងបញ្ជាគ្រឿងបង្គុំផ្សេងទៀតវាមាន Wi-Fi និង Bluetooth ដើម្បីភ្ជាប់ទៅកាន់អ៊ីនធឺណិត MSRC 522 RFID Reader ជាឧបករណ៍ប្រើសម្រាប់អានទិន្នន័យពីកាតឬក៏កូនសោតាមរលកធាតុអាកាសវាមាននីតិអានលេខសម្គាល់ឬក៏ ID តាម RFID tag ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណ RFID tag ជាកាតឬក៏កូនសោតូចៗដែលមានបន្ទះស៊ីបនិងអង្តែននៅខាងក្នុងវាមាននីតិផ្ទុកលេខសម្គាល់ដើម្បីឲ្យ RFID Reader ប្រើប្រាស់ LCD ជាអេក្រង់សម្រាប់បង្ហាញលេខនិងអក្សរវាមាននីតិបង្ហាញទិន្នន័យដូចជាពាក្យ Welcome ឬក៏ Assembly នៅពេលដែលយើងស្កែនកាតBuzzer គឺជាឧបករណ៍បង្កើតសំឡេងវាមាននីតិផ្ដល់សំឡេងជាសញ្ញាឧទាហរណ៍សំឡេងក្លីបនៅពេលស្កែនកាតជាប់ឬមានបញ្ហាFeedboard គឺជាបន្ទះដែលមានរន្ធតូចៗប្រើសម្រាប់បើកគ្រឿងបង្គុំវាមាននីតិតភ្ជាប់សៀកខ្វីសាកល្បងដោយមិនចាំបាច់ប្រើសំណភ្ជាប់Jumper Wire គឺជាខ្សែភ្លើងតូចៗដែលមានក្បាលសម្រាប់ដោតវាមាននីតិតភ្ជាប់ចរន្តអគ្គិសនីនិងសញ្ញាពីគ្រឿងបង្គុំមួយទៅគ្រឿងបង្គុំមួយទៀតខ្សែសម្រាប់បញ្ចូលកូដឬ USB វាជាខ្សែភ្ជាប់កុំព្យូទ័រទៅកាន់ ESP32 វាមាននីតិប្រើសម្រាប់ចម្លងកម្មវិធីកូដដែលយើងសរសេររួចនៅក្នុង ESP32 និងផ្ដល់ថាមពលអគ្គិសនីឲ្យវាដំណើរការនេះគឺជាសមិទ្ធផលនៃកម្រិតដែលយើងទទួលបាន
អ្នកទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃទស្សនាវីដេអូរបស់ពួកយើងតាំងពីដើមរហូតដល់ចប់អ្នកទាំងអស់គ្នាមានសំណួរឬក៏ចង់ដឹងពីព័ត៌មានផ្សេងៗអ្នកទាំងអស់គ្នាអាចតាមដានផ្លូវការរបស់វិទ្យាល័យស្ទើសន្តិភាព ឬប្រសិនបើត្រូវការគ្រឿងបង្គុំផ្សេងៗអាចទាក់ទងទៅលោកគ្រូនៅសមត្ថនារីនៅផ្ទាល់តាមរយៈលេខទូរស័ព្ទនិង Telegram មួយ